គឺកក់បាត់ស្ទើរហើយហើយតែស្មានមើលស្ទើរthôiចេញថាសក់លើលោកមុនហើយចេញមកណាខំចាំទៅបងប្អូនទៅអានេះគឺសម្រាប់អ្នកអនុវត្តបាក់សុទាបងប្អូនហ្នឹងហើយទៅពីមុនហ្នឹងខ្ញុំអនុវត្តបាក់សុទានិយាយទៅគឺយើងអត់ដឹងពីកលឹះយើងអត់ដឹងពីកលឹះនៃច្បាប់សុទាហើយយើងត្រូវធ្វើមិនឲ្យវានេះណាបើអាចយើងចង់បានអ្វីដែលល្អយើងចង់លក់ដាច់រកដូរស៊ីអីគឺចង់លក់ដាច់យ៉ាងណានេះក៏ចង់លក់ដាច់ដែរប៉ុន្តែបើយើងប្រើពាក្យចង់ពេកយើងនឹងអត់ទេបងប្អូនហើយអញ្ចឹងចង់និយាយថាយើងចង់គឺស្មើនឹងយើងខនសែអញ្ចឹងហើយយើងត្រូវរងាប់នៅក្នុងចិត្តយើងសិនហ្នឹងហើយព្រោះយើងតែស្ដាប់វីដេអូរបស់ហ្នឹងហើយពេលនិយាយទៅស្ដាប់ម្ដងយល់បន្តិចស្ដាប់ម្ដងយល់បន្តិចពេលដែលយើងយល់ហ្នឹងគឺយើងយកមកអនុវត្តនឹងឯងបងប្អូនហ្នឹងហើយព្រោះអីសម្រាប់អ្នកអនុវត្តអសុទាមិនមែនថាទៅរៀនតែគេតែ14ថ្ងៃ21ថ្ងៃរៀនចប់ហើយគឺអត់ខ្វល់អត់អីទេហ្នឹងហើយអញ្ចឹងខ្ញុំនិយាយថាដល់ពេលដែលយើងស្ដាប់មេរៀនរបស់ម៉ែរាល់ថ្ងៃត្រូវការស្ដាប់រាល់ថ្ងៃទៅពេលបងប្អូនហ្នឹងហើយនេះសម្រាប់អ្នកអនុវត្តអសុទាដល់ពេលដែលយើងកំពុងតែស្ដាប់ហ្នឹងគឺដល់ពេលដែលម៉ែគាត់ថាឲ្យអីគេឲ្យនិយាយទៅឲ្យអរគុណកាត់ដឹងគុណអីអញ្ចឹងវានៅពេលដែលយើងស្ដាប់គាត់ហើយយើងក្នុងចិត្តយើងនេះដូចយើងអនុវត្តអញ្ចឹងយើងដូចថាអរគុណកតញ្ញូអរគុណនៅក្នុងលោកទាំង5អរគុណអរចិត្តបងប្អូនហ្នឹងហើយនិយាយទៅគឺសំខាន់តែម្ដងហើយដល់ពេលយើងស្ដាប់មេរៀនហ្នឹងហើយស្មើនឹងយើងអនុវត្តអញ្ចឹងគឺយើងស្ដាប់ម្ដងអនុវត្តម្ដង2ដង3 4 5ដងអញ្ចឹងគឺយើងនឹងទទួលបានផលនៅមុខរបរការលក់ដូរយើងលក់មានការកើនឡើងប្រសើរឡើងជារៀងរាល់ថ្ងៃអញ្ចឹងបងប្អូនហ្នឹងហើយព្រោះអីនិយាយទៅថាឧទាហរណ៍ថាថ្ងៃនេះលក់ដាច់ចុះថ្ងៃនេះលក់ដាច់បើស្អែកឡើងយើងអត់ទៅសាងទៀតបើយើងអត់នៅអីគេនៅក្នុងលោកទាំង5ការកັບតែយើងដឹងគុណនឹងឯងហ្នឹងអញ្ចឹងគឺយើងត្រូវការធ្វើរាល់ថ្ងៃគ្រប់ពេលវេលាដល់ពេលដែលយើងនឹកឃើញអញ្ចឹងយើងចាប់ផ្ដើមអរគុណរាងកាយយើងអរគុណសុខភាពយើងគូក្បាលដល់ឆ្លាតអីចឹងទៅយើងត្រូវនឹកនាគ្រប់ពេលវេលាដល់ពេលដែលយើងធ្វើអញ្ចឹងគឺចក្រវាលគេនឹងចាត់ចែងឲ្យយើងហើយធម្មតាយើងអ្នកលក់ដូរស៊ីគឺដឹងតែចង់លក់បានអញ្ចឹងហើយគេនឹងចាត់រៀងឲ្យយើងមកផ្លូវណាដឹងតែចក្រវាលចាត់រៀងឲ្យយើងទៅលេងឲ្យចក្រវាលអញ្ចឹងបងប្អូនហ្នឹងហើយចឹងហើយអ្នកអនុវត្តសុទាញត្រូវតែអនុវត្តស្ដាប់មេរៀនបងប្អូននិយាយទៅគឺស្ដាប់មេរៀនគ្រប់ពេលវេលាអ្វីដែលយើងអាចឆ្លៀតបានហ្នឹងហើយនៅពេលដែលយើងអាចឆ្លៀតបានស្ដាប់មេរៀនរបស់ម៉ែគឺស្មើនឹងយើងចូលលូបងប្អូនហ្នឹងហើយស្មើនឹងយើងចូលលូការកតញ្ញូដឹងគុណនៅក្នុងលោកទាំង5ហ្នឹងហើយចឹងហើយរួមបងប្អូនរួមគឺសំខាន់ហ្មងរាប់លោតយើងអាចធ្វើអីបានយើងធ្វើហ្នឹងហើយអញ្ចឹងព្រោះអីសម្រាប់នឹងគាត់អញ្ចឹងនិយាយឲ្យនិយាយទៀតពីមុនណាសំបីតាមេក្រុមឬក៏ម៉ែអីអញ្ចឹងគាត់ថាឲ្យរួមឲ្យលូតឲ្យអីទៅអ្វីដែលយើងអាចធ្វើបានយើងធ្វើទៅចឹងហើយនិយាយទៅគឺខ្ញុំតែមានពេលថាពេលព្រឹកឡើងឬក៏ពេលល្ងាចឡើងហ្នឹងហើយពេលខ្លះល្ងាចឡើងគឺអត់ទេពេលព្រឹកឡើងអញ្ចឹងក៏មិនសូវជាខ្ជិបខ្ជួនណាបងប្អូនហ្នឹងហើយមិនសូវជាខ្ជិបខ្ជួនប៉ុន្តែនៅពេលដែលញាក់ខ្លួនខ្លួនឯងអញ្ចឹងសាកនិយាយទៅគឺយើងធ្វើឲ្យបានច្រើនណាហ្នឹងហើយយើងរំឲ្យបានច្រើនយើងលូតឲ្យបានច្រើនអញ្ចឹងនៅពេលដែលយើងធ្វើហើយអូវាឃើញខុសប្លែកជាងពីមុនណាបងប្អូនហ្នឹងហើយអញ្ចឹងហើយយើងត្រូវការសាងរាល់ថ្ងៃបើយើងសាកថ្មទូរស័ព្ទអញ្ចឹងណាយើងសាកថ្ងៃនេះយើងប្រើបានតែថ្ងៃនេះហើយដល់ពេលយប់ឡើងគឺវាអស់ថ្មអញ្ចឹងគឺយើងចាប់ផ្ដើមសាកទៀតហើយអញ្ចឹងអនុវត្តអសុទាញដូចគ្នាអញ្ចឹងយើងត្រូវការសាងរាល់ថ្ងៃហ្នឹងហើយសាងរាល់ថ្ងៃនិយាយទៅឲ្យតែពេលវេលាដែលយើងអាចសាងបានការកតញ្ញូដឹងគុណនៅក្នុងលោកទាំង5គឺយើងធ្វើមកអញ្ចឹងគឺយើងនឹងទទួលបានផលហ្នឹងគឺពីការលក់ដូររបស់ខ្លួនយើងឯងពីមុខរបររបស់ខ្លួនយើងហ្នឹងហើយអញ្ចឹងនៅពេលដែលយើងធ្វើហើយអូវាអស់ចាណាបងប្អូនហ្នឹងហើយអញ្ចឹងចង់និយាយថាមួយទៀតបើយើងអត់បាននឹកនាចក្រវាលបើយើងអត់បានមកដាស់ចេញនេះរបស់ខ្លួនយើងណាយើងអត់នេះទេបងប្អូននិយាយទៅសូម្បីតែលុយចំនួនតិចតួចក៏ដោយក៏សឹងថាវាអត់មានចូលដែរយើងមានអារម្មណ៍ថាយើងលក់ធម្មតាហ្នឹងហើយគាត់ថាយើងបាត់ទ្វារបាត់អីមកយើងលក់ធម្មតាប៉ុន្តែអាក្នុងចិត្តយើងនេះវាអត់បានកលឹកនេះអត់បានមនោអត់បានអីទាំងអស់ណាអញ្ចឹងក៏យើងអត់បានទទួលអីដែរអញ្ចឹងហើយគាត់ថាអ្នកអនុវត្តបាសុទាញការកតញ្ញូដឹងគុណនៅក្នុងលោកទាំង5រំឬក៏លោតហើយចង់និយាយថាមានប៉ុណ្ណឹងមកគឺយើងនឹងថាថាយើងសាងឲ្យខ្លួនយើងរាល់ថ្ងៃចឹងទៅវានឹងកើណាបងប្អូនហ្នឹងហើយអញ្ចឹងអានេះសម្រាប់អ្នកអនុវត្តបាសុទាញបងប្អូនយកទៅអនុវត្តបងប្អូនធ្វើឲ្យបងប្អូននឹងទទួលបានផលគឺតាមលទ្ធផលតាមមុខរបររបស់ខ្លួនយើងដែលប្រកបរាល់ថ្ងៃហ្នឹងសុខថាបើយើងអត់ធ្វើវាខាតវាម៉ែគាត់តែនិយាយថាបើយើងអត់បានធ្វើគឺយើងខាតអញ្ចឹងយើងអ្នកអនុវត្តបាសុទាញស្មើនឹងយើងអត់បានផលអីទេអញ្ចឹងណាអញ្ចឹងបើខ្ញុំនិយាយទៅខ្ញុំតែតែខ្ញុំមកបញ្ជាក់រហូតចង់និយាយថាមកបញ្ជាក់ហ្នឹងខ្លួនឯងធ្វើរហូតតែធ្វើយើងរត់ទៅទទួលបានផលអញ្ចឹងណាអញ្ចឹងហើយបងថាចង់មកប្រាប់បងប្អូនថាអនុវត្តបាសុទាញអ្នកវិធានរំក៏តិចលោតក៏មិនបានជាលោតហើយអាការគិតវិញណាមិនដែលថាគិតមโนសម័យអ្វីដែលល្អទេតែគិតនៅអ្វីដែលល្អអញ្ចឹងចង់និយាយថាគូក្បាលយើងណាគឺឲ្យវាទៅគិតរឿងដែលល្អគេអត់គិតទេអញ្ចឹងហើយបងថាយើងត្រូវការទាញខ្លួនឯងសូម្បីតែខ្ញុំក៏ដូចគ្នាដែរខ្ញុំត្រូវការទាញខ្លួនឯងខ្លាំងតែម្ដងហ្នឹងហើយនិយាយទៅគឺដឹងបងប្អូនហ្នឹងហើយដឹងថារឿងហ្នឹងដែលអត់ល្អប៉ុន្តែយើងតែគិតយើងទៅមើលនិយាយទៅចេញនេះយើងគឺបកកែណាមើលទៅគិតហើយចង់និយាយថាស្រូបយកបានទាំងអស់ទាំងរឿងដែលអត់ល្អទាំងរឿងដែលល្អហ្នឹងហើយអញ្ចឹងហើយនៅពេលដែលយើងជួបអ្វីដែលអត់ល្អអញ្ចឹងយើងឆាប់នៅពេលដែលយើងដឹងខ្លួនយើងអញ្ចឹងគឺយើងឆាប់យករឿងដែលល្អមកលុបមកគិតមកសម័យណាអញ្ចឹងគឺ
dươngយ៉ាងណាក៏យើងជួយបានច្រើនដែរនឹងអញ្ចឹងសម្រាប់អ្នកអនុវត្តបទសុទានរួមគឺជាសំខាន់និយាយទៅគឺកតាបកិច្ចនិយាយទៅម៉ែក៏តែនិយាយថាអ្វីដែលជាសំខាន់អ្វីដែលសំខាន់អញ្ចឹងគឺការរំហ្នឹងបងប្អូនពេលដែលយើងរំអាពេលព្រលឹមឡើងអាងើបភ្លាមមកយើងងើបពីក្រែមកភ្លាមយើងចាប់ផ្ដើមមកអីគេកាត់ទៅដឹងគុណអរគុណសំបែបយ៉ាងរួចហើយគឺយើងយើងតបទៅអីណាព្រោះអីសម្រាប់ខ្ញុំក៏ YouTube បែបហ្នឹងដែរតបទៅអីចឹងទៅយើងលូតយើងរំអីចឹងណាហ្នឹងហើយអត់កុំឲ្យរាងកាយយើង slow motion ពីមុនខ្ញុំមិនសូវជាម៉ែទេខ្ញុំគិតថានៅចាំពេលធ្វើការងារយើងចង់បើគៀបបាក់អីហើយចាំយើងមកលូតយើងមករំអីអត់ទេអញ្ចឹងអាពេលព្រលឹមឡើងហ្នឹងឥឡូវនេះខ្ញុំឆ្លៀតទៀតហើយឥឡូវពេលព្រលឹមឡើងហ្នឹងទោះបីក៏ដោយតែខ្ញុំបានលូតលេចកើតអីឲ្យវាថាឲ្យវាខ្លួនយើងឲ្យកុំឲ្យវា slow motion បងប្អូនហ្នឹងអញ្ចឹងឆ្លៀតធ្វើប៉ុណ្ណឹងទៀតធ្វើកន្លែងហ្នឹងហើយដល់ពេលដែលបើកទ្វាររស់ស៊ីរស់អីអញ្ចឹងទៅអ្វីដែលអាចឆ្លៀតមកលូតមករំអីគឺមករហូតនិយាយទៅអត់កំណត់ថារំប្រហែលនាទីប្រហែលអីទៅនិយាយទៅឲ្យតែមានពេលវេលាដែលអាចឆ្លៀតលូតរំអីអញ្ចឹងគឺខ្ញុំមកអញ្ចឹងខ្ញុំអត់មានអីច្រើនទេការវិថាមានតែប៉ុណ្្នឹងដែរបងប្អូនហ្នឹងហើយចង់និយាយថាអ្នកអនុវត្តបទសុទានគឺត្រូវតែរំគឺជាសំខាន់រំគឺជាកាតព្វកិច្ចដែលសំខាន់និយាយទៅម៉ែទៅគាត់និយាយអត់មានខុសទេរំគឺជាលេខ1ចង់និយាយថានៅពេលដែលយើងរំអត់ឲ្យរាងកាយយើង slow motion ទេខួរក្បាលយើងនៅពេលដែលខួរក្បាលយើងនៅស្ងៀមអញ្ចឹងចិត្តយើងជាងយើងហ្នឹងគឺវាទៅគិតអ្វីដែលនេះណាខួរក្បាលយើងហ្នឹងគឺតែណាអញ្ចឹងយើងអត់ឲ្យខួរក្បាលយើងទៅគិត